ថ្ងៃទី7 The Great Builder យុទ្ធសាស្ត្រសាងសង់របាំងការពារជីវិតតើបងប្អូនមានអារម្មណ៍ថាធម្មពលរបស់បងប្អូនត្រូវបានបឺតជញ្ជក់ដោយមនុស្សជុំវិញខ្លួនឬមជ្ឈដ្ឋានតុកសិកដែរឬទេថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីយុទ្ធសាស្ត្រសាងសង់ជញ្ជាំងដែកដើម្បីការពារសន្តិភាពក្នុងចិត្តក្នុងសូរ៉ាអល់កាហ្វី Zulkarnain គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ដែលបានប្រើបច្ចេកវិទ្យានិងធនធានដើម្បីជួយប្រជាជនទន់ខ្សោយឲ្យរួចផុតពីការយាយីរបស់យ៉ាជូចនិងម៉ាក់ជូចលោកមិនត្រឹមតែបួងសួងសុំឲ្យពួកគេបាត់ទៅវិញទេប៉ុន្តែលោកបានសាងសង់ជញ្ជាំងដែកដ៏រឹងមាំដើម្បីការពារពួកគេពីភាពវឹកវរជានិរន្តរ៍ក្នុងជីវិតពិតយ៉ាជូចនិងម៉ាក់ជូចអាចជាមិត្តដែលចូលចិត្តនិយាយដើមគេឬបរិយាកាសការងារដែលអវិជ្ជមានឬការប្រើប្រាស់ social media ដែលគ្មានព្រំដែនកំណត់មេរៀនសម្រាប់យើងគឺគុំគ្រាន់តែស៊ូទ្រាំនឹងរឿងមិនល្អតែត្រូវចេះសាងសង់របាំង boundary ការដាក់ព្រំដែនមិនមែនជាការអួតអាងទេតែវាគឺជាការការពារបេះដូងនិងពេលវេលារបស់យើងឲ្យនៅតែមានគុណភាពសម្រាប់អល់ឡោះនិងគោលដៅជីវិតចូលជ្រើសរើសរឿងអវិជ្ជមានមួយឧទាហរណ៍ការចូលមើល TikTok ច្រើនពេកឬការនៅក្បែរមនុស្សដែលចូលចិត្តត្អូញត្អែរួចដាក់របាំងការពារខ្លួនពីវានៅថ្ងៃនេះបើត្រៀមខ្លួនការពារខ្លួនឯងហើយខមមិនពាក្យថារបាំងការពារជួបគ្នាថ្ងៃស្អែកជាមួយមេរៀនសិល្បៈនៃការរងចាំអ៊ីនសាអល់ឡោះ